តែខ្មែរមិនមានសិទ្ធិនឹងមកទៀមទាយកទៅវិញទេគេប្រាប់ត្រង់យ៉ាងណាយើងដល់លើគេនិយាយយើងដូចឈឺចាប់ក្នុងចិត្តគេថាយើងបោះបង់យើងអត់រវល់វែងចោលដល់គេឃើញទៅទំនេរក៏គេមករសាថែរសាយកទៅតាមពិតគេមកដណ្ដើមយកពីយើងទៅគេប្រើធ្វើសង្គ្រាមច្បាំងដណ្ដើមយកពីយើងណានឹងសំប្រកិននឹងជំរាបព័ត៌មានយ៉ាងណាទឹកដីរបស់កម្ពុជាយើងមានវិសាលភាពធំណាស់ពីបុរាណមកtrongគណៈអាត្មាភាពបានសិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរនឹងពីឆ្នាំ50រៀងមកឃើញគេថាពងសាវតាខ្មែរណាពងសាវតាហ្នឹងគេនិយាយពីប្រវត្តិទឹកដីប្រទេសជាតិយើងទាំងអស់តែប្រទេសកម្ពុជាយើងនេះមានវិសាលភាពធំទូលំទូលាយណាស់ខាងលិចនឹងទល់នឹងទន្លេសាលូអង់និងប្រទេសភូមាណាអត់មានថៃទេទន្លេសាលូអង់ស្រុកភូមាព្រមទល់ទន្លេជើងទល់នឹងចិនឯកើតទល់នឹងចម្ប៉ាហាណូយត្បូងទល់នឹងសមុទ្រអ៊ំណាបើមិនជាផែនទីនឹងសប្តាហ៍ថ្ងៃនៅមានដែរឬក៏បាត់បង់ដែរមិនដឹងទេអាហ្នឹងតែខ្ញុំណាអាត្មាហ្នឹងរៀនពីក្មេងអញ្ចឹងព្រះអង្គគិតមើលមកថ្ងៃនៅត្រឹមប៉ោយប៉ែតពីសៀមរាបទៅប៉ោយប៉ែត148គីឡូទេតើពីប៉ោយប៉ែតទៅទន្លេសាលូអង់នោះប្រហែលជិះយន្តហោះប្រហែលម៉ោងទៅភូមាហ្នឹងគិតមើលអាដែលបាត់បង់ហ្នឹងវាធំជាងទឹកដីបច្ចុប្បន្នហ្នឹងពីជើងទល់ចិនថ្ងៃនៅជើងភ្នំដងរែកខ្លះនៅលើខ្នងភ្នំពាក្យកណ្ដាលភ្នំបានតែប៉ុណ្ណឹងឯងទៅខាងនោះបានគេទាំងអស់ជាស្អីប្រាសាទព្រះវិហារណានៅលើភ្នំដងរែកប្រាសាទព្រះវិហារនេះមុខប្រាសាទហ្នឹងទៅជើងទៅដីសៀមចឹងព្រោះភ្នំដងរែកនេះវាមានកម្ពស់តែខាងដីខ្មែរយើងទេដល់ទៅសៀមវាចម្រៀងចឹងខាងខ្មែរយកធ្លាក់ចឹងពីប្រវត្តិសាស្ត្រថាអាស៊ីអគ្នេយ៍ប្រទេសកម្ពុជាពីមុនជាសមុទ្រទេភ្នំដងរែកនេះវាច្រាំងសមុទ្រប៉ុន្តែយូរទៅសមុទ្រវាចេះតែរីងថយអត់ទៅក៏គូកើតជាដីប៉ុនវាយូរដែរចង់រាប់សែនឆ្នាំទៅហើយត្រឹមបានវាក៏កើតជាទឹកដីនឹងបាននៅខាងសៀមមានរិចជ្រាវនឹងចឹងបានប្រាសាទព្រះវិហារត្រូវធ្វើបែរមុខទៅជើងណាចិនដើរទៅជើងមកខាងខ្មែរយើងវាចង្រាក់ដាច់ចឹងសៀមគេថាបកេដែរទៅប្រកាសណាបាទនរោត្តមសីហនុលោកប្តឹងទៅអង្គការសហប្រជាជាតិក្តីនឹងសៀមឈ្នះបានមកវិញឥឡូវបានមកហើយនេះគេថាប្រាសាទព្រះវិហាររបស់ខ្មែរបាក់ដីជុំវិញប្រាសាទនោះរបស់ថៃអញ្ចឹងទៅទៀតប្រាសាទរបស់ខ្មែរបាក់ដីជុំវិញប្រាសាទនោះរបស់ថៃខ្មែរចូលលើប្រាសាទឯណារួយអូយបញ្ញាសិនយើងគិតទៅគួរឲ្យសោកស្ដាយជាទីបំផុតសំណោះកេរតំណែងរបស់ពុទ្ធបរិសរបស់យើងហ្នឹងដែលលោកបន្សល់ទុកឲ្យតែសម្រៀបរាប់ពីប្រាសាទតែសម្រាប់ជនជាតិកម្ពុជាយើងនេះខ្មែរយើងមិនសូវមានអ្នកណាមួយចំណាប់អារម្មណ៍នឹងបេតិកភណ្ឌរបស់ជាតិយើងប្រាសាទនានាទេតែសម្រាប់ពួកបរទេសដូចជាពួកអឺរ៉ុបពួកអាមេរិកជាដើមគេចំណាប់អារម្មណ៍ណាគេសុខចិត្តចំណាយប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរឆ្លងទ្វីបតាមអាកាសហ្នឹងមកកាន់ទឹកដីកម្ពុជាយើងដោយវាល្បីថានៅប្រទេសកម្ពុជាហ្នឹងមានប្រាសាទដែលសាងឡើងពីថ្មហ្នឹងអស្ចារ្យណាស់គេផ្សាយឃើញតាមរូបភាពរូបស្រីអីទស្សនាវដ្តីទៅគេឃើញជាចង់ឃើញចង់ដឹងព្រោះគេដឹងថាយុគប្រាសាទហ្នឹងវាជាង 1000 ឆ្នាំមកហើយដូចថាជាង 1000 ឆ្នាំមុននោះនៅទ្វីបគេហ្នឹងគេមិនទាន់ធ្វើអីកើតទេខ្មែរយើងជាង 1000 ឆ្នាំមុនយើងធ្វើប្រាសាទថ្មកើតគេគិតចំណាប់អារម្មណ៍អញ្ចឹងគេនាំតែមកមើលគេឃើញតាមតែរូបភាពរូបថតទស្សនាវដ្តីកសែតទៅគេស្មាននឹងអង្គរវត្តនៅវាតូចស្មាននៅប្រាសាទនឹងវាតូចដល់គេធ្វើមកគេមកដល់ដំណើរដល់ឃើញរូបភាពតាមកិនទៅដល់ហ្នឹងប្រសិនមិត្តអង្គរកិនគេក៏លេចទៅឃើញគេស្រេចផ្លឹកបាត់ផ្លឹកកពួកបរទេសណាគេថាគេស្មាននៅប្រាសាទនឹងវាតូចដល់ឃើញវាធំយ៉ាងហ្នឹងគេអស្ចារ្យណាស់គេថាជាង 1000 ឆ្នាំមុនណាមិនទាន់មានណាផលិតបង្កើតគ្រឿងចក្រគ្រឿងអីយឹកយោងលើកថ្មអីកើតផងតើខ្មែរនឹងបានអីទៅលើកថ្មទាំងដុំប៉ុន្តែលើកគ្នាម្ដុំទាំងមិនរាប់តោនគេស្រែកផ្លិតមកក៏អស្ចារ្យប្រាសាទដែលគេទៅមកឃើញ
แต่ขมายយើងអត់សូវបានចំណាប់ចាប់អារម្មណ៍ទេជួនកាលអ្នកស្រុកនៅក្បែរអង្គរវត្តហ្នឹងកើតពីក្មេងទៅចាស់មិនដែលចូលទៅក្នុងបរិវេណអង្គរនោះផងគាត់អាចឃើញពីផ្ទះគាត់ពីឆ្លើយឃើញកំពូលប្រាសាទប្រកបដែរចូលเลยមកជីវិតគាត់អញ្ចឹងអត់មានចំណាប់អារម្មណ៍ទេឡើយវាដល់មកសប្តាហ៍ថ្ងៃបច្ចុប្បន្នសប្តាហ៍ថ្ងៃនេះទៀតក៏មិនសូវមានចំណាប់ចាប់អារម្មណ៍អីដែរសម្រាប់ជនជាតិយើងបានតែនឹងឯងដែលគួរឲ្យសោកស្ដាយយើងមានសម្បត្តិធនធានកេតនភណ្ឌនឹងកាត់ថ្លៃមិនបានទៅយើងអត់ចំណាប់អារម្មណ៍អីសោះតែពួកបរទេសគេចំណាប់អារម្មណ៍ជាជាងយើងទៅទៀតគេចំណាយប្រាក់មកធ្វើទស្សនកិច្ចសិក្សាពីប្រាសាទប្រាសាទអង្គរវត្តនេះប្រាសាទនានានេះពីមុនមិញវាជាបេតិកភណ្ឌរបស់ជាតិយើងទេដល់ឥឡូវរាជរដ្ឋាភិបាលលោកបញ្ចូលប្រាសាទទាំងអស់ហ្នឹងទៅជាបេតិកភណ្ឌពិភពលោកវាទៅជាសម្បត្តិរបស់មនុស្សជាតិលើសកលលោកពីមុនមិញផុសខ្មែរដល់ឥឡូវនេះទៅជាសម្បត្តិរបស់សញ្ជាតិមនុស្សនៅលើសកលលោកទាំងអស់គេឧទ្ទិសអញ្ចឹងថារបស់នេះជារបស់មនុស្សទាំងអស់គ្នាតែយើងក៏មានចិត្តទូលំទូលាយដែរតាមពេលវាកេតនភណ្ឌគេដូនតាយ៉ាងតែប៉ុន្តែយើងផ្សាយចិត្តរបស់ដែលវាអស្ចារ្យនៅលើលោកមានតែមួយប៉ុណ្ណឹងឯងឲ្យវាទៅជាសម្បត្តិមនុស្សលោកទៅព្រោះយើងជាតិជាមនុស្សដូចតែគ្នាអ្នកណាក៏ជាមនុស្សឲ្យទៅនៅលើផែនដីមនុស្សទាំងអស់គ្នាឲ្យទៅជាសម្បត្តិមនុស្សជាតិនិយាយពីសិល្បៈការរចនាតុបតែងវាល្អស្អាតគ្មានអីធៀបទេរហូតដល់ដូនតាចាស់ចាស់អ្នកសិមរៀបនេះទីសួរតាអង្គរវត្តណាធ្វើគេថាវិសកម្មទេវបុត្រប្រអិនតែមកធ្វើនោះមានថាមនុស្សណាក៏មានដឹងថាមនុស្សធ្វើណាគេថាទេវតាប្រអិនតែមកធ្វើឲ្យជំនឿវាអស្ចារ្យពេកគិតថាមនុស្សយើងធ្វើវាអត់កើតទេនៅប្រាសាទអង្គរវត្តអីហ្នឹងម្ល៉េះគាត់ថាទេវតាមកធ្វើវិសកម្មទេវបុត្រនោះមកសាងថ្វាយទៅប្រកេតមេលាព្រះបាទសូរិយាវរ្ម័នទី2នោះទៅអញ្ចឹងព្រះបាទសូរិយាវរ្ម័នទី2ហ្នឹងឈ្មោះខ្មែរដូនតាយើងថាប្រកេតទុកមេលាអានោះវារឿងព្រេងនិទានមកខាងគាត់ដែលលោកមកទំពោមេដាលោកបដិសន្ធិនឹងចាប់កំណើតលោកឲ្យសពឃើញប្រអិននឹងយកកំរងផ្កាមកដាក់លើពោះអញ្ចឹងបានដល់ប្រកេតទុកមេលាណាអានេះរឿងរ៉ាវខាងខ្មែរយ៉ាងណាបើសិលាចារៈក៏ផ្សេងក៏និយាយថាប្រអិនមកធ្វើឲ្យបើអ្នកដែលអត់មានបញ្ញាត្រូវតែជឿថាអញ្ចឹងឯងបើយើងអ្នកមានបញ្ញាយើងទៅពិនិត្យមើលប្រាសាទនឹងទៅឃើញមានឯកសារបញ្ជាក់ជាក់ស្ដែងយើងប្រកន្លែងខ្លះសាងអត់ទាន់ហើយទេធ្វើមិនទាន់ហើយទេបើរូបអប្សរទើបនឹងបានដើរខ្សែជារៀងមុខរៀងវិញមិនទាន់បានរំលេចសង្កត់ឲ្យវាផុសឡើងជារូបរាងច្បាស់លើអត់ទៅនៅជាគំនូសនៅឡើយក្បាច់ក្បូរខ្លះទៀតគ្រាន់តែបានទៅដើររៀងតែមិនទាន់បានរំលេចឲ្យវាផុសជាក្បាច់ទេចាំដល់និមន្តនឹងអញ្ជើញទៅសង្កេតមើលផងណាបានថាហ្នឹងទៅមិនមែនទៅមើលថ្មណាទេថ្មយើងដឹងរួចតែប្រាសាទមកបើទៅមើលសិល្បៈអីដែលគេធ្វើណានេះទៅពិនិត្យមើលណាតែពិនិត្យមើលទៅឃើញថារបស់ទាំងអស់ប្រាសាទសុំអីប្រាសាទអង្គរវត្តធ្វើអត់ទាន់ហើយទេនៅច្រើនណាដូចជាទៅខាងកើតនៅមិនទាន់ធ្វើបានធ្វើចិនដើធ្វើអីបណ្ដោថ្មតំដុំទៅភាគកើតបើសាធ្វើនោះវាយូរឆ្នាំពេក30-40ឆ្នាំហ្នឹងវាយូរពេកទៅកើតសង្គ្រាមកើតចម្បាំងអីទៅក៏រវល់ធ្វើសង្គ្រាមចម្បាំងក៏បោះបង់អាហ្នឹងចោលអានេះខ្ញុំណាអាត្មានឹងសុំប្រគិនព័ត៌មានអញ្ចឹងដល់ទៅមើលទៅឃើញថាហ្នឹងមិនប្រអិនធ្វើទេបើទេវតាប្រអិនមកធ្វើលោកធ្វើដោយរិទ្ធមិនមែនធ្វើដោយកម្លាំងទេធម្មតារបស់អ្វីធ្វើដោយរិទ្ធគឺការជប់ការនិមិត្តគឺថាធ្វើហើយក៏ស្រេចហើយវាអត់មានតាណាត់អីសោះទេអញ្ចឹងដល់នេះឃើញកន្លែងដែលធ្វើមិនទាន់ហើយច្រើនបានថានឹងមនុស្សតែធ្វើណាបញ្ជាក់ប្រាប់ថាអញ្ចឹងប
โดนตาเป็นดามนั้นกระทับเอ็นได้หมดเพื่อนเคยบนละอปีเจ้าผู้วิสัยทำมันได้เพื่อการไม่พออ่านแต่มือดมทมอต่างๆชำนาญเราแต่ขึ้นแต่เคยไม่เลิกไม่กล้าจัง